Ok, hello ជម្រាបសួរទាំងអស់គ្នានេះគឺជាវីដេអូដំបូងរបស់ខ្ញុំដែលខ្ញុំធ្វើការផលនៅក្នុង channel YouTube ក៏ដូចជានៅលើ TikTok ផងដែរអូខេខ្ញុំបរៀនទៅទៅនឹង concept ICT concept ប៉ុន្តែអ្នកនេះគាត់ជាប្លែកគឺខ្ញុំមានជាមួយនឹង Candle អីញ៉ៃអញ្ចឹងអ្នកទាំងអស់គ្នាមួយចំនួនអាចតែមួយចំនួនតូចប្រហែលជាមិនដឹងទេថា concept ICT ក៏ត្រូវការរៀន Candle នឹងដែរចឹងតេតូនជាមួយនឹង Candle ទាំង5ហ្នឹងឯងជាអ្នកបង្កើតនៅ PD array ចឹងនិយាយមកដល់កន្លែងចុះនេះខ្ញុំសូមឲ្យ credit បន្តិចទៅកាន់លោកគ្រូខ្មែរ ITC ខ្ញុំគោរពគិតមែនទែន respect គិតមែនទែនហើយវីដេអូដែលខ្ញុំកំពុងធ្វើហ្នឹងមេរៀននេះក៏បានមកពីគាត់ដែរគាត់ក៏មានផលលើ channel YouTube របស់គាត់ដែរអញ្ចឹងណាបើអ្នកគ្នាមើលខ្ញុំមិនយល់អាចទៅមើលគាត់ក៏បានដែរដោយសារខ្ញុំឃើញថាមិនសូវមានជាអ្នកលើកយកមកនិយាយទេអញ្ចឹងខ្ញុំក៏លើកមកនិយាយបណ្ដោយទៅអូខេអញ្ចឹងចំណេះដឹងខ្ញុំទាំងអស់គឺខ្ញុំអានមកពីគាត់ដែរព្រោះខ្ញុំជាចាំមើល live គាត់រាល់ថ្ងៃខ្ញុំមិនជាសិស្សនៅក្នុងខរបស់គាត់ទេប៉ុន្តែខ្ញុំគ្រប់គ្រងនាមជាខ្ញុំជាសិស្សដែលខ្ញុំរៀនជាមួយគាត់អូខេខ្ញុំមិននិយាយច្រើនទេខ្ញុំធ្វើការបញ្យល់អ្នកគ្នាតែម្ដងអញ្ចឹងកាលដល់ទី1តម្រង bearish និងតម្រង bullish អ្នកគ្នាព្យាយាមសង្កេតមើលវាដូចតែគ្នាទេណាខុសគ្នាត្រង់ថាមួយទៅលើមួយទៅក្រោមអញ្ចឹងទេណាអញ្ចឹង candle ទី1នេះគឺមានឈ្មោះថាជា candle rejection block ណាកាលណាដែលឃើញ candle rejection block បែបនេះយើងមានន័យថាជា candle ដែលខាំងតម្លៃឬក៏មិនឲ្យតម្លៃហ្នឹងអូថា bearish អញ្ចឹងមិនឲ្យតម្លៃហ្នឹងធ្លាក់មកក្រោមទេអញ្ចឹងធ្វើឲ្យតម្លៃបើក candle ទៀតមុននឹងធ្វើការឡើងទៅលើទៀតអញ្ចឹង bearish ក៏ដូចគ្នាដែរអញ្ចឹងណាបើមិនបើតម្លៃបើកមកទៀតមកវាអាចមកក្រោមអញ្ចឹងទៅព្រោះគេ candle មួយនេះវាអាចហាន់តម្លៃហ្នឹងឬក៏ទប់តម្លៃហ្នឹងអញ្ចឹងទៅអញ្ចឹង candle ទី2គេហៅថាជា candle consolidation ដែលយើងនិយាយវាខ្មែរទៅថា sideways អញ្ចឹងណាទីផ្សារវាឡើងចុះឡើងចុះឡើងចុះអញ្ចឹងទៅអញ្ចឹងគឺ candle មួយនេះប្រយ័ត្នប្រយែងមែនទេទីផ្សារវាកំពុងតែរកបុកទៅលើឬបុកទៅក្រោមហើយយើងក៏អត់ទាន់ដឹងច្បាស់ direction ផ្សារហ្នឹងដែរបន្តមកចូលដល់ candle ទី3ជា candle manipulation candle manipulation នេះគឺមានន័យថាអូខេឧទាហរណ៍ថាផ្សារកំពុងតែ bullish ឡើងទៅលើអញ្ចឹងផ្សារកំពុងតែឡើងអញ្ចឹងវាអាចនឹងប៉ះ PD array ណាមួយធ្វើឲ្យផ្សារហ្នឹងបុកធ្លាក់មកបិទវិចនៅខាងក្រោមហ្នឹងវិញអញ្ចឹងបន្ទាប់ពីឃើញ candle ហ្នឹងហើយយើងអាចចាំមើល candle ទី2ទៀតអញ្ចឹងវាអាចឡើងមកពាក់កណ្ដាលឬក៏ 70% ហើយវាធ្វើការ support price ហ្នឹងឡើងទៅលើបន្តទៀតនឹងគឺជា rejection ជា manipulation ចឹងចូលមកដល់ candle ទី4ជា candle support trend ណាពេលយើងឃើញ candle មួយនេះហើយយើងក៏អាច expect ថាផ្សារនឹងវាអាចបន្តឡើងទៅលើទៀតឬក៏ទៅក្រោមទៀតដោយសារ candle ប្រភេទ support trend ហ្នឹងឯងអញ្ចឹងបើ bullish វាអាចនឹងធ្វើការឡើងទៅទៀតបើ bearish វាធ្វើការចុះទៅទៀតអូខេអញ្ចឹងនេះជា candle ពេញលេញណាជា candle ថា bullish គឺ bullish ពេញលេញអញ្ចឹង bearish គឺ bearish ពេញលេញអានេះជាសារនេះពណ៌ក្រហមទេណាហ្នឹងហើយអូខេអញ្ចឹងអ្នកគ្នាត្រូវសង្កេតមើល candle ទាំងអស់នេះ candle ណាដែលអ្នកគ្នាត្រូវគួរប្រយ័ត្នប្រយែងគឺ candle មួយនេះអូខេហើយអ្នកគ្នាក៏អាចយក candle ទាំង5នេះទៅសង្កេតមើលក៏ expect ទៅលើ flow ផ្សារទៅលើ candle បន្ទាប់ថាវានឹងអាចមាន candle អីកាត់ឡើងសម្រាប់យើងមើល daily អញ្ចឹងទៅអូខេឧទាហរណ៍ថាចឹងកន្លែងនេះនេះជាអីគេនេះគឺជាsorry ខ្ញុំឃើញ candle តែមួយនេះជា rejection block អញ្ចឹងវាធ្វើការ support trend ឡើងទៅទៀតហើយវាបើ candle ថ្មីតបទៅមកអញ្ចឹងទៅអញ្ចឹងយើងអាចវិភាគវាមើលបានអញ្ចឹងទៅគេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតហ្នឹងហើយតាក់ទងវីដេអូក្រោយខ្ញុំអាចធ្វើជា PD radio តែម្ដងហ្នឹងហើយអរគុណច្រើនអ្នកនាង